សួស្តីចាថ្ងៃនេះនាងខ្ញុំមកក្រុងភួងទៀតហើយពុកម៉ែបងប្អូនក្រុងភួងដូចតែសពដងនឹងឯងឥឡូវផ្កាសន្សំបានច្រើនហើយដូច្នេះហើយនាងខ្ញុំក៏ចាប់ផ្ដើមមកក្រុងភួងបង្ហាញចែកជូនដល់ពុកម៉ែបងប្អូនទៀតតាមឲ្យតែក្រុងភួងគឺយើងដុតបែបនេះមកបងប្អូនគឺយើងធ្វើបែបនេះគឺវាមានសភាពលឿនហើយចំពោះផ្កាដូចនឹងខ្ញុំថាអញ្ចឹងគឺងាយចំណុចកណ្ដាលនេះគឺយើងដោតកន្លែងហ្នឹងមកដោតឲ្យចំកណ្ដាលមកហើយយើងធ្វើបែបនឹងម្ដងមួយនិយាយទៅផ្កាពុតដោតងាយស្រួលណាពុកម៉ែបងប្អូនហើយយើងអាចបេះទុកបានច្រើនថ្ងៃក៏មិនដូចជាផ្កាម្លិះដែរផ្កាម្លិះបើយើងហ៊ានតែអត់សូវចេះក្រងអញ្ចឹងយើងធ្វើទៅវាធ្វើឲ្យមានសភាពជាប់ហើយយើងដាក់ពវល់វាម្ដងមួយដាក់ឲ្យកាប់គ្នាចេះមកពុកម៉ែបងប្អូនហើយយើងចាប់ដើមធ្វើបន្តទៀតគឺធ្វើបែបនឹងដកដែរដោតវាច្រើនមកអត់មានអីពិបាកទេពុកម៉ែបងប្អូនមានបងស្រីម្នាក់គាត់សំណូមពរឲ្យនាងខ្ញុំបង្រៀនពុកម៉ែបងប្អូនគឺនាងខ្ញុំដោតក្រងបង្ហាញចែកជូនឲ្យពុកម៉ែបងប្អូនបានឃើញហើយគឺធ្វើបែបមិនលឿនយឺតគឺធ្វើបែបនេះពុកម៉ែបងប្អូនចឹងមកនេះពុកម៉ែបងប្អូនពវល់មកដាក់វាមកជុំមកហើយផ្កាហ្នឹងដូចនឹងខ្ញុំថាអញ្ចឹងឯងក្រងងាយស្រួលណាស់ហើយណាមួយមានកលៈផ្កាដោតយើងដោតសេរីមកឲ្យចំពាក់កណ្ដាលមកនេះបានពីរជុំហើយយើងក៏ចាប់ដើមដោតបន្តទៀតធ្វើដូចគ្នាយើងដោតឲ្យច្រើនអញ្ចឹងទៅចាំយើងបង្វិលអញ្ចឹងវាងាយស្រួលតែបើយើងចង់ដោតម្ដងមួយចេះក៏បានដែរពុកម៉ែបងប្អូននេះយើងដោតម្ដងមួយអញ្ចឹងមកតែនាងខ្ញុំគិតថាដោតធ្វើអញ្ចឹងវាធ្វើឲ្យយើងយឺតទៅវិញទេអញ្ចឹងយើងគួរដោតឲ្យច្រើនមកនេះយើងដាក់ឲ្យច្រើនមកហើយចំពោះការពុតនេះពុកម៉ែបងប្អូនគឺគេមានការមានក្របតូចមានក្របធំអញ្ចឹងយើងគួរតែជ្រើសរើសឲ្យបានស្មើគ្នាផងដែរខ្លះក៏វាមានក្របរាងតូចដោយសារតែវាថ្ងៃខ្លះមានភ្លៀងអញ្ចឹងទៅក្របក៏រាងរីកក្របការរាងរីកអញ្ចឹងណាថ្ងៃខ្លះអត់មានភ្លៀងធ្លាក់អញ្ចឹងទៅក៏មានសភាពក្របរាងតូចល្អិតបន្តិចអញ្ចឹងយើងដោតយើងដាក់រើសឲ្យក្របប៉ុនគ្នាបានភួងរបស់យើងនឹងមានសភាពស្អាតល្អបង្វិលវាទៀតមក